អ្វីបានជាមនុស្សមួយចំនួនមានអារម្មណ៍ថាខ្លួនឯងអាក្រក់សូម្បីតែអ្នកដទៃមើលឃើញសម្រស់នៅក្នុងខ្លួនរបស់ពួកគេយ៉ាងច្បាស់ក៏ដោយសម្រាប់មនុស្សជាច្រើននេះមកពីជំងឺបាក់ស្បាតទៅលើរូបរាងកាយរបស់ខ្លួនឯងឬក៏តាមបទដ្ឋានបច្ចេកទេសនៃចិត្តវិទ្យាគេហៅថាជំងឺ body dysmorphia ដែលជាលក្ខខណ្ឌមួយធ្វើឲ្យរូបភាពរបស់អ្នកមានភាពលំអៀងនិងបំលែងនៃការឆ្លុះបញ្ចាំងរបស់ពួកគេឲ្យទៅជាអ្វីមួយដែលពួកគេសឹងតែចំណាំមិនបានវាធ្វើឲ្យពួកគេផ្ដោតទៅលើចំណុចតូចតាចបំផុតដែលធ្លាប់ផ្លាស់ប្ដូរចំណុចខ្វះខាតបន្តិចបន្តួចឲ្យទៅជាអ្វីមួយដែលធំធេងហួសប្រមាណកញ្ចក់បានคล้ายទៅជាប្រភពនៃសេចក្តីភ័យខ្លាចជាជាងការពិតពាក្យសរសើរធ្វើឲ្យពួកគេមានអារម្មណ៍ច្បោកច្បល់ពីព្រោះចិត្តរបស់ពួកគេតែងតែបដិសេធមិនព្រមជឿពាក្យទាំងនោះមនុស្សមួយចំនួនធំឡើងដោយការរិះគន់ការប្រៀបធៀបដូច្នេះការសង្ស័យទៅលើរូបរាងរបស់ខ្លួនឯងខ្លាចទៅជាទម្លាប់អ្នកផ្សេងទៀតបង្កើតភាពលំអៀងទៅតាមរយៈការអសន្តិសុខខាងផ្លូវចិត្តរបួសផ្លូវចិត្តនិងការនិយាយអវិជ្ជមានដាក់ខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំយូរទៅខួរក្បាលរបស់ពួកគេក៏រៀនស្វែងរកនៅចំណុចខ្វះខាតជាជាងស្វែងរកអ្វីដែលល្អចំពោះខ្លួនឯងពួកគេមិនមែនកំពុងបដិសេធសម្រស់របស់ខ្លួនឯងនោះទេប៉ុន្តែពួកគេគ្រាន់តែមិនអាចឃើញវាដូចជាអ្វីដែលអ្នកដទៃឃើញពួកគេតែប៉ុណ្ណោះជំងឺបាក់ស្បាតទៅលើរូបរាងកាយបានបង្ខាំងពួកគេទុកនៅក្នុងខ្លួនឯងមានភាពខុសប្លែកពីការពិតតែប៉ុណ្ណោះដោយទុកឲ្យពួកគេទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចឆ្លុះកញ្ចក់បានហើយមើលឃើញថាការពិតរូបរាងកាយរបស់ពួកគេក៏ដូចជាមនុស្សដទៃដូចគ្នាអរគ្នាបញ្ហាផ្លូវចិត្តតាមពិតទៅវាមិនមែនជារឿងរេងសើចសម្រាប់អ្នកទាំងអស់គ្នានោះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងលោកគ្រូពេទ្យជំនាញឬក៏ clinic ដែលមានបទពិសោធន៍ច្រើនឆ្នាំដើម្បីពិគ្រោះជាមួយនឹងរោគវិនិច្ឆ័យដែលអ្នកទាំងអស់គ្នាកំពុងកើតឲ្យបានជាក់ច្បាស់ clinic ឯកទេសជំងឺផ្លូវចិត្ត MyCare គឺជា clinic តែមួយគត់ដែលលោកអ្នកអាចជឿទុកចិត្តបានជាមួយនឹងលោកគ្រូពេទ្យដែលបញ្ចប់ការសិក្សាពីប្រទេសបារាំងទីតាំងនៅខាងក្រោយផ្សារ Eon 2ទំនាក់ទំនងតាមលេខទូរស័ព្ទ3ខ្សែខាងក្រោមអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយតើអ្នកធ្លាប់មានអារម្មណ៍ថារាងកាយរបស់អ្នកឈឺចាប់ខ្លាំងដោយគ្មានមូលហេតុតេស្តណាមួយដែលអាចរកមូលហេតុឃើញដែរឬទេនោះហើយគឺជាជំងឺនៃរោគសញ្ញាផ្លូវកាយដែលគេឲ្យឈ្មោះថា Somatic Symptom Disorder វាកើតឡើងនៅពេលដែលការឈឺចាប់ផ្នែកអារម្មណ៍ប្រែក្លាយទៅជាការឈឺចាប់ផ្នែករាងកាយរកដំណក់ទឹកភ្នែកដែលមិនបានហូរចេញមកនិងប្រែក្លាយទៅជាការអស់កម្លាំងល្ហិតល្ហៃរាល់ការចងចាំដែលត្រូវបានកំទុកនិងប្រែក្លាយទៅជាការឈឺចាប់ដល់ប្រព័ន្ធប្រសាទវាគឺជាសម្រែកនៃព្រលឹងដែលសូមឲ្យគេស្ដាប់តាមរយៈការរងទុក្ខនៃរាងកាយការឈឺចាប់នេះមិនមែនគ្រាន់តែជារឿងផ្លូវកាយឬកើតឡើងនៅក្នុងរាងកាយរបស់អ្នកនោះទេវាមានប្រភពមកពីការរងទុក្ខផ្នែកផ្លូវចិត្តនិងអារម្មណ៍ដែលកប់ទុកយ៉ាងជ្រៅនៅក្នុងចិត្តដែលមិនបានបញ្ចេញមកក្រៅអរគ្នាបញ្ហាផ្លូវចិត្តតាមពិតទៅវាមិនមែនជារឿងរេងសើចសម្រាប់អ្នកទាំងអស់គ្នានោះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងលោកគ្រូពេទ្យជំនាញឬក៏ clinic ដែលមានបទពិសោធន៍ច្រើនឆ្នាំដើម្បីពិគ្រោះជាមួយនឹងរោគវិនិច្ឆ័យដែលអ្នកទាំងអស់គ្នាកំពុងកើតឲ្យបានជាក់ច្បាស់ clinic ឯកទេសជំងឺផ្លូវចិត្ត MyCare គឺជា clinic តែមួយគត់ដែលលោកអ្នកអាចជឿទុកចិត្តបានជាមួយនឹងលោកគ្រូពេទ្យដែលបញ្ចប់ការសិក្សាពីប្រទេសបារាំងទីតាំងនៅខាងក្រោយផ្សារ Eon 2ទំនាក់ទំនងតាមលេខទូរស័ព្ទ3ខ្សែខាងក្រោមអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយអ្នកដឹងទេអារម្មណ៍ដែលអ្នកមិនចង់ធ្វើអ្វីទាំងអស់ក៏សម្រេចចិត្តមិនធ្វើអ្វីសោះហើយនៅចុងបញ្ចប់នៅថ្ងៃនោះអ្នកបែរជាលិចលង់នៅក្នុងវិបដិសារីនិងភាពខ្មាស់អៀនដែលបានខ្ជិះខ្ជាយពេលវេលាទាំងនោះចោលវត្តមាននេះតាមពិតទៅវាគឺជាសញ្ញានៃភាពបង្ងើយកន្តើយឬក៏ភាសាអង់គ្លេសគេហៅថា empathy ដែលជាស្ថានភាពមួយដែលខួរក្បាលរបស់អ្នកបានបិទនៅការលើកទឹកចិត្តនិងកម្លាំងជំរុញចិត្តកាលណាដែលអ្នកកាន់តែស្អប់ខ្លួនឯងដែលមិនព្រមកម្រាបខ្លួនអ្នកនឹងកាន់តែលិចជ្រៅនៅក្នុងបញ្ហាផ្លូវចិត្តភាពបង្ងើយកន្តើយនេះជាញឹកញាប់ផ្សារភ្ជាប់ទៅនឹងការអស់កម្លាំងផ្លូវចិត្តដែលគេហៅថា burn out វាគឺជាស្ថានភាពធ្លាក់ទឹកចិត្តឬក៏អារម្មណ៍ដែលត្រូវតម្រូវឲ្យមានជម្រើសច្រើនពេកខួរក្បាលរបស់អ្នកបានផ្អាកដំណើរការដែលហៅថា free zone ព្រោះវាមានអារម្មណ៍ថាការធ្វើការឬសកម្មភាពណាមួយធ្វើឲ្យរឿងមានសុវត្ថិភាពឬគ្មានន័យប៉ុន្តែនេះគឺជាចំណុចផ្ទុយគ្នាភាពខ្មាស់អៀនធ្វើឲ្យវាកាន់តែអាក្រក់ឡើងនិងជួយពង្រឹងវដ្តនេះឲ្យកាន់តែខ្លាំងផ្លូវចេញមិនមែនគឺជាការបង្ខំខ្លួនឯងឲ្យទៅធ្វើការធំដុំនោះទេវាគឺជាការបំបែកសកម្មភាពនេះដោយការធ្វើសកម្មភាពចាប់ផ្ដើមពីចំណុចតូចៗដែលអ្នកអាចធ្វើបានដូចជាការលាងចានការលាងមុខឬក៏ការដើរចេញទៅក្រៅ5នាទីឬផ្ញើសារទៅនរណាម្នាក់ដើម្បីឲ្យខ្លួនឯងមានសកម្មភាពណាមួយកាត់ឡើងរាល់ចលនាតូចៗទាំងអស់នោះបានបញ្ជូនទៅកាន់ខួរក្បាលថាវាមានសុវត្ថិភាពហើយយូរៗទៅជំហានតូចៗទាំងនោះក៏បានជួយសង្គ្រោះនិងមានសន្ទុះចិត្តឡើងវិញភាពបង្ងើយកន្តើយមិនមែនគឺជាភាពខ្ជិលច្រអូសនោះទេវាគឺជាប្រព័ន្ធប្រសាទរបស់អ្នកដែលកំពុងទាមទារការសម្រាកនិងការសង្គ្រោះ
អស់គ្នាបញ្ហាផ្លូវចិត្តតាមពិតទៅវាមិនមែនជារឿងរ៉េងសើចសម្រាប់អ្នកទាំងអស់គ្នានោះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងលោកគ្រូពេទ្យជំនាញឬក៏ clinic ដែលមានបទពិសោធន៍ច្រើនឆ្នាំដើម្បីពិគ្រោះជាមួយនឹងរោគវិនិច្ឆ័យដែលអ្នកទាំងអស់គ្នាកំពុងកើតឲ្យបានជាក់ច្បាស់ clinic ឯកទេសជំងឺផ្លូវចិត្ត MyCare គឺជា clinic តែមួយគត់ដែលលោកអ្នកអាចជឿទុកចិត្តបានជាមួយនឹងលោកគ្រូពេទ្យដែលបញ្ចប់ការសិក្សាពីប្រទេសបារាំងទីតាំងនៅខាងក្រោយផ្សារ Eon 2ទំនាក់ទំនងតាមលេខទូរស័ព្ទ3ខ្សែខាងក្រោមអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយនៅក្នុងចិត្តវិទ្យាពណ៌ដែលមនុស្សម្នាក់ចូលចិត្តអាចកំណត់ពីបុគ្គលិកលក្ខណៈរបស់ពួកគេបានឧទាហរណ៍ដូចជាពណ៌ខ្មៅគឺជាពណ៌តំណាងឲ្យប្រភេទមនុស្ស introvert ឬក៏ជាមនុស្សដែលចូលចិត្តនៅម្នាក់ឯងនិងជាមនុស្សដែលមានផ្នត់គំនិតចូលចិត្តផ្ដាច់ខ្លួនពីសង្គមពួកគេមិនចូលចិត្តធ្វើខ្លួនឲ្យលេចធ្លោនោះទេឬក៏តាក់ទាញចំណាប់អារម្មណ៍មកលើខ្លួនឯងពីអ្នកដទៃពួកគេគឺជាប្រភេទមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់នៅពេលតាក់ទងជាមួយអ្នកដទៃហើយក៏មិនចូលចិត្តនៅក្នុងការបង្កើតទំនាក់ទំនងនឹងមិត្តភក្តិថ្មីៗជាច្រើនផងដែរពួកគេតែងតែព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីជៀសវាងនូវបញ្ហាដែលពួកគេបានរំពឹងទុកមនុស្សដែលចូលចិត្តពណ៌ខ្មៅភាគច្រើនមានលក្ខណៈឯករាជ្យនិងមានស្មារតីគ្រប់គ្រងខ្លួនឯងខ្ពស់ពួកគេឲ្យតម្លៃទៅលើការគ្រប់គ្រងឯកជននិងជោគវាសនារបស់ខ្លួនឯងមនុស្សដែលចូលចិត្តពណ៌ខ្មៅភាគច្រើនកម្រនឹងបង្ហាញពីគំនិតពិតរបស់ពួកគេដោយងាយស្រួលណាស់ពួកគេច្រើនតែមើលទៅអាចកម្បាំងស្ងប់ស្ងាត់ដោយរក្សានូវគម្លាតពីអ្នកដទៃបានគ្រប់គ្រាន់ដើម្បីធ្វើឲ្យមនុស្សចង់ដឹងចង់ឃើញចង់ឮពីពួកគេប៉ុន្តែក៏រារែកចិត្តមិនហ៊ានចូលទៅជិតពួកគេជាធម្មតាពួកគេមានមតិនឹងការវិនិច្ឆ័យផ្ទាល់ខ្លួនហើយក៏បានបដិសេធមិនព្រមទទួលតាមគំនិតរបស់វងមនុស្សដោយងងឹតងងល់ឡើយក្នុងចំណោមអ្នកដទៃពួកគេមើលទៅសាមញ្ញនិងមានអំណាចជាងគេអ្នកដែលចូលចិត្តពណ៌ខ្មៅភាគច្រើនមានបំណងប្រាថ្នាចង់មានឥទ្ធិពលនិងការគ្រប់គ្រងដោយចង់កាន់កាត់ផ្ដួចផ្ដើមនៅអ្វីមួយនេះហើយគឺជាមូលហេតុដែលពណ៌ខ្មៅតែងតែត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃអំណាចនិងភាពអាឡារឹកនៅក្នុងបរិយាកាសផ្លូវការក្នុងការស្លៀកពាក់រ៉ូបខ្មៅជាច្រើនតែងជួយបង្កើតទំនុកចិត្តដល់មនុស្សដែលមានបុគ្គលិកលក្ខណៈចូលចិត្តពណ៌ខ្មៅមានន័យនៃការស្ងប់ស្ងាត់តស៊ូនិងមានប្រសិទ្ធភាពខ្ពស់ពួកគេចូលចិត្តដោះស្រាយនៅបញ្ហាដោយខ្លួនឯងដោយមិនពឹងទៅលើអ្នកដទៃនោះទេហើយក៏មិនចូលចិត្តដោះស្រាយបញ្ហាដោយស្មុគស្មាញនោះដែរប៉ុន្តែការចូលចិត្តពណ៌ខ្មៅក៏មានជ្រុងនៃភាពងងឹតរបស់វាដែរចំពោះអ្នកខ្លះការចូលចិត្តពណ៌ខ្មៅអាចឆ្លុះបញ្ចាំងពីទស្សនៈទស្សនវិជ្ជានិយមឬការបះបោរច្រានចោលពីសង្គមពួកគេអាចមានអារម្មណ៍ថាការពិតមិនដែលត្រូវនឹងឧត្តមគតិរបស់ពួកគេនោះទេហើយក៏បង្កឲ្យមានផលអវិជ្ជមានចំពោះការផ្ដាច់ខ្លួនចេញពីសង្គមរបស់ពួកគេជាពិទូខ្លះបានណែនាំថាអ្នកចូលចិត្តពណ៌ខ្មៅបានបែងចែកចេញជាពីរក្រុមគឺអ្នកប្រើពណ៌ខ្មៅដើម្បីបង្ហាញខ្លួនឯងទៅខាងក្រៅនិងអ្នកដែលប្រើពណ៌ខ្មៅដើម្បីលាក់ខ្លួនពីឧត្តមគតិរបស់ខ្លួនឯងនៅក្នុងករណីធ្ងន់ធ្ងរអ្នកដែលលងលក់នៅក្នុងសុបិននៃការចូលចិត្តពណ៌ខ្មៅអាចជួបប្រទះនូវអារម្មណ៍ដ៏ធ្ងន់ធ្ងរឬអាកប្បកិរិយាបំផ្លិចបំផ្លាញដែលធ្វើឲ្យពួកគេងាយនឹងរងគ្រោះទៅនឹងស្ថានភាពធ្លាក់ទឹកចិត្តសរុបមកមនុស្សដែលចូលចិត្តពណ៌ខ្មៅគឺប្រៀបបានដូចជាអ្នកដែលធ្វើដំណើរដ៏វែងឆ្ងាយនៅក្នុងយប់ងងឹតប្រកបដោយភាពរឹងមាំនិងមានការតាំងចិត្តខ្ពស់ពីខាងក្នុងប៉ុន្តែក៏មានសម្ពាធខ្លាំងដែរនៅក្នុងបេះដូងភាពងងឹតបានចិញ្ចឹមបីបាច់កម្លាំងរបស់ពួកគេប៉ុន្តែនៅក្រោមម្លប់ការពារនោះពួកគេត្រូវតែប្រុងប្រយ័ត្នចំពោះខ្លួនឯងគ្រប់ពេលវេលាហើយក៏ស្ថិតនៅក្នុងស្ថានភាពដែលឯកាផងដែរជាការពិតណាស់ទំនាក់ទំនងរវាងពណ៌និងបុគ្គលិកលក្ខណៈរបស់មនុស្សវាមិនអាចសន្និដ្ឋានដាច់ខាតនោះទេប៉ុន្តែបទដ្ឋាននៅបទពិសោធន៍ប្រវត្តិវិទូរបស់មនុស្សគ្រប់រូបបានបង្កើតជារបៀបនៅក្នុងការបកស្រាយចិត្តវិទ្យាមនុស្សតាមរយៈពណ៌ការចិត្តពណ៌គ្រាន់តែជាមធ្យោបាយដ៏រីករាយមួយដែលជួយឲ្យយើងយល់ពីខ្លួនឯងនិងអ្នកដទៃកាន់តែច្បាស់ដូចជាការបកស្រាយរបស់ចិត្តវិទ្យាលោក Mark Luca បានបង្ហាញថាពណ៌ដែលចាប់អារម្មណ៍និងឆ្លុះបញ្ចាំងពីសាច់រឿងខាងក្នុងរបស់យើងតាមរយៈនៅការរៀនសូត្រកូដពណ៌ទាំងនេះយើងនឹងអាចទទួលបានការយល់ដឹងពីអារម្មណ៍និងបុគ្គលិកលក្ខណៈរបស់អ្នកដទៃហើយថែមទាំងអាចកែសម្រួលពីស្ថានភាពរបស់យើងផងដែរបកត្រឡប់មកវិញបើនិយាយអំពី admin ខ្ញុំផ្ទាល់នេះវិញខ្ញុំគឺជាមនុស្សដែលចិត្តពណ៌ខ្មៅប៉ុន្តែមិនមែនដោយសារតែខ្ញុំគឺជាមនុស្សដែលលាក់មហិច្ឆតាធំអីនោះទេគឺដោយសារតែខ្ញុំខ្ជិលបោកខោអាវបើសិនជាអ្នកទាំងអស់គ្នាជាអ្នកតាមដាន channel ទី2របស់ខ្ញុំប្រហែលជាឃើញរូបភាពរបស់ខ្ញុំបានគឺសិតតែពណ៌ខ្មៅទាំងអស់គឺកៅអៅដែលខ្ញុំស្លៀកអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយចំពោះអ្នកទាំងអស់គ្នាដែលមិនទាន់បាន subscribe channel YouTube admin ជួយ subscribe មួយមកឬក៏ follow នៅក្នុង TikTok នេះដែល admin ដាក់ link នៅក្នុង bio bye នៅក្នុងចិត្តវិទ្យាពណ៌ដែលមនុស្សម្នាក់ចូលចិត្តអាចបង្ហាញពីទិដ្ឋភាពសំខាន់ៗនៃបុគ្គលិកលក្ខណៈរបស់ពួកគេពណ៌ក្រហមគឺជាឧទាហរណ៍
ពណ៌ក្រហមមានន័យថាគឺជានិមិត្តរូបនៃសកម្មភាពនៃអំណាចនិងចំណង់ចំណូលចិត្តរបស់មនុស្សដែលចូលចិត្តពណ៌ក្រហមភាគច្រើនរំលេចនូវភាពលេចធ្លោនិងទំនុកចិត្តខ្ពស់ភាគច្រើននៃមនុស្សដែលចូលចិត្តពណ៌ក្រហមពួកគេគឺតែងតែមានទំនោរលេចធ្លោនៅក្នុងចំណោមវងមនុស្សពួកគេគឺជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ពួកគេគឺជាប្រភេទមនុស្សដែលរស់រវើកនិងបញ្ចេញនូវភាពជឿជាក់សម្រាប់ខ្លួនឯងវាដូចជាពួកគេមានថាមពលគ្មានទីបញ្ចប់ដែលជាកត្តាជំរុញឲ្យពួកគេធ្វើដំណើរទៅមុខដែលបូករួមជាមួយនឹងភាពរីករាយកត្តាទី2ពួកគេគឺជាប្រភេទមនុស្សដែលស្មោះត្រង់និងមានការសម្រេចចិត្តខ្ពស់អ្នកដែលចូលចិត្តពណ៌ក្រហមជាធម្មតាមិនខ្មាស់អៀននឹងការបង្ហាញពីអារម្មណ៍របស់ពួកគេឡើយពួកគេបង្ហាញអារម្មណ៍ដោយត្រង់មិនខ្លាចនៅក្នុងការស្រឡាញ់អ្នកដទៃឡើយបើគេស្រឡាញ់គេនឹងថាស្រឡាញ់តែម្ដងឬក៏មានពេលណាមួយដែលពួកគេមានអារម្មណ៍ថាខកចិត្តគេនឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាដឹងថាគេកំពុងតែខកចិត្តពួកគេគឺជាប្រភេទមនុស្សដែលមានការសម្រេចចិត្តនិងធ្វើសកម្មភាពលឿនដើម្បីទទួលបានការរីកចម្រើននិងបរិយាកាសប្រកួតប្រជែងហើយពួកគេគឺជាប្រភេទមនុស្សដែលចូលចិត្តនូវភាពជោគជ័យចំណុចទី3គឺតាក់ទងនឹងមហិច្ឆតានិងភាពជាអ្នកដឹកនាំប្រភេទមនុស្សដែលចូលចិត្តពណ៌ក្រហមគឺជាបុគ្គលដែលមានមហិច្ឆតាខ្ពស់ពួកគេគឺជាប្រភេទមនុស្សដែលចូលចិត្តដឹកនាំអ្នកដទៃពួកគេគឺជាប្រភេទមនុស្សដែលមានភាពតាក់ទាញខ្ពស់ជារឿយៗមនុស្សដែលចូលចិត្តពណ៌ក្រហមនេះភាគច្រើនគឺតែងតែមានគេឯងមើលចំរោមតែអ្វីទៅគឺជាគុណវិបត្តិរបស់ពួកគេទោះជាយ៉ាងណាក៏ដោយចំណូលចិត្តចំពោះពណ៌ក្រហមក៏អាចឆ្លុះបញ្ចាំងពីនិន្នាការនៅក្នុងភាពមិនចេះអត់ធ្មត់មនុស្សដែលចូលចិត្តពណ៌ក្រហមក៏មានអារម្មណ៍ឆេវឆាវផងដែរកត្តាមួយចំនួនដែលយើងគួរកត់សម្គាល់គឺប្រភេទមនុស្សដែលចូលចិត្តពណ៌ក្រហមពួកគេគឺជាមនុស្សដែលឆាប់ខឹងនិងធ្វើកិច្ចការអ្វីមួយចូលចិត្តប្រញាប់ប្រញាល់បុគ្គលិកលក្ខណៈរបស់ពួកគេគឺពួកគេឆាប់នឹងងាយខឹងដូចជាភ្លើងចម្បាំងពួកគេពិបាកនៅក្នុងការអង្គុយស្ងៀមមួយកន្លែងពួកគេគឺជាមនុស្សដែលចូលចិត្តធ្វើសកម្មភាពដែលពេលខ្លះធ្វើឲ្យពួកគេមិនអាចគិតអ្វីបានសព្វគ្រប់ជ្រុងជ្រោយចំណុចមួយទៀតវាទាក់ទងទៅនឹងឥទ្ធិពលពណ៌ក្រហមលើអាកប្បកិរិយារបស់មនុស្សការស្រាវជ្រាវពីចិត្តវិទ្យាសម័យទំនើបក៏បានស្វែងយល់ពីរបៀបដែលពណ៌ក្រហមជះឥទ្ធិពលដល់អាកប្បកិរិយារបស់មនុស្សផងដែរនៅប៉ែកអឺរ៉ុបមានចិត្តវិទ្យាសញ្ជាតិអាមេរិកម្នាក់មានឈ្មោះថា Andrew Elliot បានរកឃើញថាបរិសុទ្ធទំនងជាត្រូវបានតាក់ទាញទៅលើពណ៌ក្រហមដោយសារតែមនុស្សភាគច្រើនចូលចិត្តពណ៌អ្វីដែលដិតដែលជាកត្តាជំរុញឲ្យពួកគេមានបំណងប្រាថ្នាអ្វីផ្សេងសរុបមកអ្នកដែលចូលចិត្តពណ៌ក្រហមមានទំនោរទៅលើស្មារតីដែលកាចសាហាវឬឆេវឆាវឬចំណង់ចំណូលចិត្តខ្ពស់ចូលចិត្តធ្វើអ្វីលឿនពួកគេគឺជាមនុស្សដែលមិនចូលចិត្តរងចាំនោះទេការជំរុញនៃកត្តាលើកទឹកចិត្តរបស់ពួកគេគឺចេញមកពីខាងក្នុងវាទាក់ទងទៅនឹងអារម្មណ៍ពុះកញ្ជ្រោលឬក៏បំណងប្រាថ្នាអ្វីមួយដែលចង់បន្តដំណើរទៅមុខទៀតការស្រឡាញ់ពណ៌ក្រហមមានន័យថាអ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តនូវភាពលេចធ្លោមនុស្សប្រភេទនេះគឺជាមនុស្សដែលឆាប់ខឹងប៉ុន្តែពួកគេក៏ឆាប់បាត់ដូចគ្នាតាមពិតទៅវាគ្រាន់តែជាការបកស្រាយទូទៅតាមចិត្តវិទ្យាប៉ុណ្ណោះវាមិនបានកំណត់នូវអត្ថន័យនិយមន័យឬក៏បុគ្គលិកលក្ខណៈជាដាច់ខាតទៅលើមនុស្សម្នាក់នោះទេបុគ្គលិកលក្ខណៈរបស់មនុស្សវាមានភាពស្មុគស្មាញហើយវាត្រូវបានជះឥទ្ធិពលដោយកត្តាជាច្រើនទៀតតែនេះគ្រាន់តែជាការចែករំលែកចំណេះដឹងទូចមួយប៉ុណ្ណោះតើអ្វីដែលបកស្រាយខាងលើនេះគឺត្រូវជាមួយនឹងអ្នកទាំងអស់គ្នាដែរឬទេតើពណ៌អ្វីដែលអ្នកទាំងអស់គ្នាចូលចិត្តអាច comment នៅក្នុងវីដេអូខាងក្រោមបានជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាដែលមើលវីដេអូនេះពីដើមរហូតដល់ចប់ហើយកុំភ្លេចចូលទៅ Subscribe Channel YouTube របស់ Admin ដែលដាក់ link នៅក្នុង bio ផងអូខេអញ្ចឹងយើងជួបគ្នានៅក្នុងអេពីសូតក្រោយ